សួស្តីអ្នកគ្នាហើយមុនចូលទៅកាន់វីដេអូមានប្រាប់ឲ្យហើយទៅគឺវីដេអូហ្នឹងគឺវាអាចនឹងមានសំឡេងរំខានហើយមិនរំខានតិចតួចទេគឺរំខានមកទៅហងរំខានសាហាវកខអញ្ចឹងហើយអត់មានក៏មានរឿងមួយចង់ប្រាប់ដែរថាវីដេអូមុនអត់មានបានដាក់ credit ខុសប៉ុន្តែទោះបីជាអត់មានដាក់ខុសក៏គ្នាយើងអាចរកឃើញត្រូវដែរដោយភ័យត្រូវមានឈ្មោះថា Lucy តែអត់មានហ្នឹងថាគាត់បករឿងហ្នឹងដូចគ្នាអញ្ចឹងតែអត់មានច្រឡំវាអីទេអត់មានគាត់ថាអត់អីទេប៉ុន្តែវាគឺជាកំហុសអត់មានអញ្ចឹងសុំទោសអ្នកគ្នាអូខេយើងតស្អីរឿងពីភាពមុនភ្លាមដល់ភាពមុនមានអ្នកមកប្រាប់ជីងសោពីមូលហេតុដែលមូហានធ្លាក់ចូលក្នុងស្រះទឹកនៅរដូវរងាគេបានប្រាប់ទៅកាន់ជីងសោថានៅរដូវរងាឆ្នាំនោះហ្នឹងគឺលោកយាយតកូលគ្រួសារមូគឺបានធ្វើអាវឲ្យចៅរបស់គាត់ហើយមូលីដែលគិតថាអាវរបស់គាត់វាស្អាតដូចអាវរបស់មូហានក៏ទៅបតែបន្តទៅដើមពីមូហានមកបន្ទាប់មកមូលីបានច្រានមូហានធ្លាក់ចូលក្នុងស្រះទឹកហើយក៏បានយកអាវរបស់មូហានចាក់ចេញទៅប៉ុន្តែសំណាងអីម៉ែដោះនៅក្នុងផ្ទះហ្នឹងក៏បានឃើញហើយក៏បានជួយមូហានតាន់ពេលវេលាជីងសោបន្ទាប់ពីបានដឹងរឿងនោះហើយគាត់មានការខឹងទៅកាន់មូលីជាខ្លាំងហើយក៏បានជេរទៅកាន់គេផងដែរហើយដើម្បីលាក់បាំងរឿងដែលមូលីបានធ្វើម្ដាយចុះរបស់មូហានក៏បានបណ្ដេញអ្នកបម្រើណាដែលដឹងពីរឿងហ្នឹងចេញទាំងអស់ជីងសោស្ដាប់រួចក៏បានដាក់បញ្ជាឲ្យម្នាក់ហ្នឹងទៅតាមដានមូលីហើយកុំភ្លេចយករឿងដែលព្រះអង្គអាចារ្យទី4ចូលចិត្តហូបសាច់ឆៅទៅផ្សព្វផ្សាយនៅក្នុងទីក្រុងផងគាត់លើហើយក៏បាននិយាយថាគាត់អត់យល់ពីការងារទី2ដែលជីងសោឲ្យគាត់ធ្វើហ្នឹងទេជីងសោក៏បានតបថាចិនយូដែលជាប្រជាពលរដ្ឋទី4ហ្នឹងគេគឺចូលចិត្តបរិភោគសាច់ត្រីឆៅអញ្ចឹងគាត់គ្រាន់តែបិទអូពាក្យមួយចេញទៅហើយគាត់ក៏ឲ្យបរិម្នាក់ហ្នឹងបញ្ញាប់ទៅធ្វើការងារដែលគាត់ដាក់ឲ្យហ្នឹងទៅពេលអ្នកបម្រើនោះដើរចេញទៅផុតជីងសោក៏បាននិយាយម្នាក់ឯងថាបន្ទាប់មកតើពាក្យចចាមរារបស់គាត់ដែលបាននិយាយថាគាត់គឺសម្លាប់អ្នកទោសរហូតទៅដល់100,000នាក់ហ្នឹងតើវានឹងទៅជាយ៉ាងណាបើសិនបើព័ត៌មានមួយនេះដែលត្រូវបានផ្សព្វផ្សាយចេញទៅហើយមានបញ្យល់អ្នកគ្នាបន្តិចបើសិនជាអ្នកគ្នាភ្លេចគឺមូហាននៃជីងសោគឺបានសុំកលុំគ្នានិយាយថាបើសិនជាមានពាក្យចចាមរាថ្មីហ្នឹងច្បាស់ថាពាក្យចចាមរាចាស់របស់ជីងសោហ្នឹងនឹងត្រូវបានគេបំភ្លេចចោលថ្ងៃបន្តទៀតជីងសោគឺមិនដែលចេញទៅណាទេគេតែងតែនៅជាមួយមូហានហើយក៏កំដរមូហានមើលបញ្ជីប្រាក់ជារៀងរាល់ថ្ងៃផងដែរពួកគេបានចំណាយពេលវេលាដ៏មានក្តីសុខនៅជាមួយគ្នាថ្ងៃមួយអ្នកបម្រើស្រីរបស់មូហានបានរត់មកប្រាប់មូហានថាទីបំផុតនាងគឺរកមូហានឃើញហើយនាងក៏បាននិយាយថាកូនប្រុសរបស់ម៉ែដងគឺមានរបួសជើងគាត់គឺបានមករកមូហានកាលពីម្សិលមិញដោយសារតែគាត់គ្មានប្រាក់ដើម្បីព្យាបាលជើងរបស់កូនប្រុសគាត់ឡើយដោយសារតែកូនប្រុសរបស់គាត់របួសជើងធ្វើការមិនកើតទើបលោកម្ចាស់មូចង់មកដេញពួកគេចេញទើបម៉ែដងចង់មកខ្ចីលុយរបស់មូហានខ្ចីលុយតំណងម៉ែខ្ចីប្រាក់មូហានក៏បានគិតថាប៉ុន្តែឥឡូវនេះគាត់រីគ្មានប្រាក់ទេហើយគាត់ក៏បានប្រាប់ទៅកាន់អ្នកបម្រើគាត់ថាចាំគាត់នឹងដោះស្រាយវាជីងសោងាកមកឃើញមូហានមានទឹកមុខមិនល្អគាត់ក៏ប្រញាប់ចូលមកសួរថាតើមានរឿងអ្វីកើតឡើងមូហាននៅតែបន្តទម្លាក់ទឹកមុខហើយឲ្យមុខចុះជីងសោបានលើកមុខមូហានឡើងហើយក៏បាននិយាយថាឲ្យមូហានប្រាប់គាត់ទាំងអស់មកមូហានបានប្រាប់ជីងសោថាតើគាត់អាចខ្ចីប្រាក់ជីងសោ10កាក់មាសបានអត់ជីងសោឮអញ្ចឹងគាត់បញ្ចេញទឹកមុខរៀងឆ្ងល់ហើយក៏បានគិតថាមូហាននឹងកំពុងតែចង់ខ្ចីប្រាក់គាត់មែនតមកជីងសោក៏បានអូសដៃមូហានឲ្យទៅតាមគាត់កាត់មកក្នុងបន្ទប់មួយជីងសោក៏បានយកប្រអប់មួយហុចទៅឲ្យមូហានក៏បាននិយាយថាក្នុងហ្នឹងគឺមាន5000កាក់មាសបើសិនជាខ្វះមូហានគឺអាចប្រាប់គាត់បានអានេះចូលលក្ខណៈថាអូនចង់បានកាក់មាសមែនអូនចង់បានលុយមែនអូនប្រាប់ហៀមូហានទទួលយកហើយក៏បាននិយាយថាគាត់នឹងសងជីងសោវិញឆាប់នេះជីងសោធ្វើទឹកមុខមិនពេញចិត្តហើយក៏បានដាក់ដៃទៅតុកនៅខាងក្រៅក្នុងមូហានហើយក៏បានសួរថាតើមូហាននិយាយគេមុននឹងសងប្រាក់គាត់វិញមូហានលើអញ្ចឹងគាត់បានគិតថាតើជីងសោនឹងអត់ចង់ឲ្យគាត់គួរសមទេមែនមូហានក៏បានបដូរពាក្យសម្ដីរបស់គាត់ថាគាត់គឺមិនសូវមានប្រាក់ច្រើនប្រហែលទេអញ្ចឹងហើយវាអាចនឹងចំណាយពេលរៀងយូរក្នុងការសងជីងសោបានបដូរទឹកមុខមកជាសប្បាយចិត្តវិញហើយមូហានក៏បាននិយាយថាដូច្នេះហើយប៉ុន្តែជីងសោក៏បានកាត់គាត់ដែលបាននិយាយថាមិនក៏មូហាននឹងគិតអញ្ចឹងអ្វីគ្រប់យ៉ាងរបស់គាត់គឺជារបស់មូហានគឺជាទំនួលខុសត្រូវរបស់គាត់ត្រូវតែមើលថែមូហានហើយគាត់ក៏បានប៉ះមុខរបស់មូហានថ្នមក៏ដូចជាចាក់ចេញទៅក៏បាននិយាយថាគាត់គឺតែហាត់វិជាកូនរបស់គាត់វិញហើយយ៉ាគ្នាយើងសលេងក្មួយយំហើយខ្ញុំក៏ចង់និយាយថាវីដេអូរបស់យើងថ្ងៃហ្នឹងគឺត្រូវបានបញ្ចប់ត្រឹមហ្នឹងហើយ admin ក៏ព្យាយាមសម្រាយពេលល្ងាចតែសារពេលយប់គឺ admin ខ្ជិលណាពេលយប់ admin ចង់តែដេកទេចឹង admin ក៏ដែរធ្វើវីដេអូអ្នកគ្នាចឹង admin ក៏គាត់ថាសម្រាប់ពេលល្ងាចទៅប៉ុន្តែពេលល្ងាចនេះគឺថាបកក់ក្មួយចាមានជាការសលេងលាន់ជាខ្លាហើយក្មួយមិនមែនមកតែម្នាក់ទេគឺពីរបីនាក់តែម្ដងអូជន់កគ្នាហែងនិយាយលាន់លឺពេញហ្នឹងហើយគេក៏មានជាការស៊ីផឹកនៅខាងក្រោមផងដែរចូលវាមានសលេងរំខានខ្លាំងមែនតើអូយ admin អាជាស្រ័យខ្លាំងណាadmin ក៏មានរឿងចង់ប្រាប់អ្នកយើងដែរថា admin នឹងធ្វើរឿងហ្នឹងឲ្យចប់មុនគេហ្មងចឹងហើយបាយបាយអ្នកគ្នា